សួស្តីអ្នកនរគ្នាវីដេអូនេះចង់បង្ហាញអ្នកនរគ្នាពីរបៀបប្រើប្រាស់ខ្មែរ Pro នៅក្នុង Microsoft Excel អញ្ចឹងខ្មែរ Pro នៅពេលបើក Microsoft Excel មកវាមាននៅក្នុង Home វាមានទម្រង់ខ្មែរ Page Date និង Target ទម្រង់ខ្មែរនេះគឺសម្រាប់ឲ្យយើង format cell ទៅជាទម្រង់ជា Unicode ខ្មែរអញ្ចឹងណាឧទាហរណ៍យើង format ហើយ tool នេះ free ទេតាមពិតទៅអាហ្នឹងវានេះវាត្រូវការកូដនេះ$KMKH មិនដែលពេលខ្លះខ្ញុំវាភ្លេចអញ្ចឹងខ្ញុំក៏កាក់វាមកអានេះកាត់មកប្រើមួយខ្មែរ Unicode format ដល់ពេលដែលយើង format វាម្ដងហើយវានៅក្នុង file Excel ហ្នឹងហើយអានេះទម្រង់ enter អានេះ format លេខទូរស័ព្ទជាភាសាខ្មែរយល់ណាអានេះនៅពេល format វានៅក្នុង custom នេះតាមពិតទៅខ្ញុំចង់ add វាចូលនៅក្នុង custom នឹងស្រេចហ្មងតែខ្ញុំធ្វើអត់បានខ្ញុំមានតែធ្វើអញ្ចឹងទៅហើយទី2 pick date អញ្ចឹង pick date យើងអាច select all យក sort date មកលើវានឹងមានicon កន្លែងនេះមួយសម្រាប់ឲ្យយើង pick មកpick date នេះជា version នេះខ្ញុំបាន fix វគ្គមុនបើយើងកាលណាយើង format អានេះហើយ format ចេះហើយនៅពេលដែលយើង select វាអត់ចេញអញ្ចឹងវាដូរចានេះខ្ញុំបាន fix ហើយទី2នៅពេលយើងចុចមកអា calendar ហ្នឹងវានៅបែរ cursor យើងមកស្រេចហ្មងអញ្ចឹងងាយស្រួលយើង pick ហើយវាមាន option យកខ្មែរ Pro កំណត់អញ្ចឹងណាវាទូចពេកយើងអាចឲ្យវាធំបានដល់ប្រតិទិនធំបានអញ្ចឹងណាយើងកំណត់ឲ្យវាតូចអញ្ចឹងអានឹងអាចបិទវាបានដូចថាយើងចង់អត់ចង់បង្ហាញ icon ហ្នឹងទេដោះអា tick កន្លែងនេះកុំបង្ហាញក្នុង grid អញ្ចឹងវាអត់បង្ហាញទេអញ្ចឹងដល់ពេលយើងដាក់វិញយើង select មកវាចេញអានេះបង្ហាញនៅក្នុង right click ចឹងយើងមកស្ដាប់យក tick date នេះក៏បាន date ជាយក format home ទម្រង់ខ្មែរតាមពិតទៅយើង format ក្នុងនេះលឿនជាងតែឲ្យតែយើងបាន format ម្ដងពីរដងមានចូលនៅក្នុងនេះហើយយើងអាចប្រើ pick date right click នេះបាននៅកន្លែងនេះ option វានៅពេលយើងដោះវា right click អត់មានទេនៅពេលដែលដាក់វាវិញ right click មានដោះមកអា grid នេះហើយទីនេះកន្លែងណាតូចធំហើយ target អញ្ចឹងកន្លែងនេះមាន option មួយទៀតកំណត់ target អញ្ចឹងនៅក្នុង home វាមាន target អញ្ចឹងការប្រើ target យើងមិនបាច់ចាំចូលសេកូដដូចមុនទេខ្ញុំមានអញ្ចឹងយើង select លើវាមកដល់មកយើង enter មួយហើយកំណត់ពណ៌ខ្ញុំចង់យកពណ៌ហ្នឹងអញ្ចឹងទៅវាជួរទាំងពីរនេះជួរដេកមិនថាជួររោអានេះជួរឈរ column ហើយអានេះជួរដេកជួរទាំងពីរអញ្ចឹងនៅពេលនេះវានឹងចេញចេះពីពណ៌យើងអញ្ចឹងយើងអាចកំណត់ជាន់លើគ្នាក៏បានដែរអាហ្នឹងជា format ទេ format នេះ conditional format ទេតែខ្ញុំបង្កើតជា tool conditional format មួយខ្លួនឯងទៅហើយ enter តែខាងក្រោយយកពណ៌លឿងឧទាហរណ៍យកពណ៌ចេះទៅបៃតងហើយខ្ញុំចូលទៅជួរដេកអញ្ចឹងមានឃើញដូរពណ៌3ពណ៌ទី2 to insert រូបភាពប៉ុន្តែ tool នេះត្រូវការបង់ប្រាក់អញ្ចឹងយើងទៅមើល tool ផ្សេងដែល free ផ្សេងមួយទៀតមានដូចជានេះអញ្ចឹងកន្លែងនេះមានថាយើង click យកច័ន្ទគតិអញ្ចឹងណាយើងអាចដូរនៅនេះបាន2025វាជាអញ្ចឹងទៅអាចដូរហើយនឹងបាន
Rồi nàyនេះយើងជ្រើសរើសថ្ងៃអញ្ចឹងវាថាយើងចុចលើអានេះមួយវានឹងចាប់ថ្ងៃក្នុងអានេះអញ្ចឹងយើងអាចបើយើងនៅតាមខេត្តភ្នំពេញអញ្ចឹងបើយើងស្រីថ្ងៃណាគេដាក់ថាថ្ងៃទី2អញ្ចឹងចង់បាន2026អញ្ចឹងទៅយើងវាលោត2026ហើយអញ្ចឹងយើងចង់បានប្រតិនខ្មែរចុចលើវាអានេះវាមាន option អ្នកកន្លែងនេះអ្នកខ្លះចង់បានដកឃ្លាអ្នកចាស់អ្នកខ្លះអត់ចង់បានដកឃ្លាអញ្ចឹងវាមានការកំណត់នៅនេះកំណត់ឲ្យមានដកឃ្លាពេលយើងយកទៅអញ្ចឹងយើងចុចម្ដងទៀតអានឹងដកឃ្លាហើយអញ្ចឹងយើងកំណត់អត់ដកឃ្លាអានេះកំណត់អ្នក set up តម្រងគេប្រើប្រាស់កុំព្យូទ័រគេប្រើប្រាស់ date month year ក៏ month day month year ក៏ month day year អញ្ចឹងណានៅយើង set តាមកុំព្យូទ័រហើយនេះដាក់ឈ្មោះទីតាំងអញ្ចឹងបើថាយើងនៅតាមស្រុកឧទាហរណ៍ខ្ញុំនៅត្រែងតាយើងខ្ញុំដាក់ឈ្មោះទីតាំងត្រែងត្រយើងអញ្ចឹងណាទៅខ្ញុំចាក់ចេញមកខ្ញុំចុចអានេះម្ដងទៀតនេះវាចេញត្រែងតាយើងហ្នឹងកន្លែងនេះយើងអាចកំណត់វាបើយើងអត់ដាក់ឈ្មោះយើងចាក់ចេញចុចលើវាមកវាអត់មានឈ្មោះទេអញ្ចឹងបើថាយើងកំណត់វាម្ដងទៀតឈ្មោះចានេះចេញឈ្មោះមើលមុខនេះអញ្ចឹងវាងាយស្រួលដែរអញ្ចឹងតមក tool មួយទៀត tool insert protein អញ្ចឹងចង់បង្កើត protein ងាយនៅក្នុង cell ចុចមកចុចបង្កើតអញ្ចឹងវា load protein តែអានេះយើងកើត sheet ថ្មីទៅស្រួលនេះ insert protein អញ្ចឹងហើយទីពីរ protein មាន formula អញ្ចឹងបងប្អូនណាចង់មើលកូដថាគេសេមិនវាមាន formula insert protein អង់គ្លេស insert protein អង់គ្លេសមាន formula តែប៉ុណ្្នឹងវាដូចតែគ្នាទេហើយ tool នេះត្រូវការបង់ប្រាក់ហើយ tool នេះtool RAM នេះត្រូវការបង់ប្រាក់អាហ្នឹង tool review តាមក្រោយហើយយើងមាន tool ផ្សេងទៀតតែកុំឲ្យវីដេអូនេះវែងខ្ញុំសូមបញ្ចប់ត្រឹមនឹងបាទអរគុណ